รถเพลิงเสียมวยខ្សែក្រឡាប់សង្កត់មនុស្សជាច្រើនអ្នករថភ្លើងមួយខ្សែដែលបំពាក់ដងសន្ទូចកំពុងតែបំពេញការងារនៅការដ្ឋានសាងសង់ផ្លូវដែកដ៏ខ្ពស់មួយខ្សែស្រាប់តែជួបនឹងគ្រោះអកុសលក្រឡាប់សង្កត់មនុស្សជាច្រើនអ្នកបណ្ដាលឲ្យបាត់បង់ជីវិតកាលពីព្រឹកថ្ងៃទី14ខែមករាឆ្នាំ2026នៅខេត្តនគររាជសីមាប្រទេសថៃសារព័ត៌មានជាភាសាអង់គ្លេស Khawsod បានចេញផ្សាយកាលពីព្រឹកថ្ងៃពុធទី14ខែមករាថាមនុស្សយ៉ាងតិចចំនួន4នាក់បានបាត់បង់ជីវិតនិង20នាក់ផ្សេងទៀតរងរបួសក្រោយពេលរថភ្លើងបំពាក់ដងសន្ទូចមួយគ្រឿងបានក្រឡាប់ខណៈកំពុងតែបំពេញការងារនៅក្នុងការដ្ឋានសាងសង់ផ្លូវដែកខ្ពស់មួយខ្សែនៅក្នុងខេត្តនគររាជសីមាប្រទេសថៃក្រោយពេលកើតមានឧបទ្ទវហេតុបែបនេះភ្លាមជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ុន្តែតួលេខអ្នកចុងក្រោយចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់22នាក់បច្ចុប្បន្នអាជ្ញាធរថៃកំពុងតែស៊ើបការណ៍លើករណីនេះ